ទស្សនិកជនជាទីមេត្រីក្នុងក្របខ័ណ្ឌធ្វើការនៅទីក្រុងកឹងថឺបន្ទាប់ពីកម្មវិធីទំនាក់ទំនងម្ចាស់ឆ្នោតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលផាំមិនជិនត្រួតពិនិត្យការដោះស្រាយជាក់ស្ដែងនៃនីតិវិធីរដ្ឋបាលនិងដំណើរការរដ្ឋអំណាចភូមិភាគពីកម្រិតទស្សនាគម្រោងការផ្ទះនៅសង្គមនៅទីក្រុងកឹងថឺត្រួតពិនិត្យគម្រោងការមន្ទីរពេទ្យមហារាជដំពកកំពុងផ្អាកការសាងសង់ជាយូរមកហើយគម្រោងការប្រទេសនៅសង្គមណាមឡុងពីសង្កាត់កៃរ៉ាំងនាយករដ្ឋមន្ត្រីផាមិនជិនស្ងើយសរសើរនៅការខិតខំរបស់ទីក្រុងក្នុងការប្រសពប្រសាយគម្រោងការប្រទេសនៅសង្គមក្នុងនោះមានគម្រោងការណាមឡុងពីធ្វើបានបណ្ណាលអស់ប៉ុណ្ណឹងបង្ហាញថាដំណើរការប្រទេសនៅសង្គមនៅក្នុងភូមិសាស្ត្រមានទំហំយ៉ាងធំយើងស្វាគមន៍ចំពោះការវិនិយោគចោះកិច្ចសន្យាក្នុងការកាត់បន្ថយល្បឿនគម្រោងការប៉ុន្តែត្រូវកត់សម្គាល់ពីតម្រូវការលើកកម្ពស់គុណភាពត្រួតពិនិត្យដំណើរការមជ្ឈមណ្ឌលបម្រើរដ្ឋអំណាចសង្កាត់ហឹងភូនាយករដ្ឋមន្ត្រីផាមិនជិនស្នើឲ្យបន្តជំរុញមមកសាងរួមបញ្ចូលនឹងតបបញ្ចប់មូលដ្ឋានទិន្នន័យដើម្បីធានាត្រឹមត្រូវគ្រប់គ្រាន់ស្អាតរកជាពិសេសគឺក្នុងវិស័យយុត្តិធម៌ដីធ្លីនិងអាជីវកម្មរួមជាមួយនោះត្រូវបន្តបង្កើនកែលម្អហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា Digital ពង្រីកកម្រិតបញ្ជូនជំរុញមមចលនាប្រជារៀន Digital និងណែនាំប្រជាជនបង្វែរ Digital បង្កជាទម្លាប់សម្រាប់ប្រជាជនក្នុងការបង្វែរ Digital និងអនុវត្តនីតិវិធីតាមប្រព័ន្ធយោងតាមនោះកាត់បន្ថយពេលវេលាធ្វើដំណើរនិងចំណាយសម្រាប់ប្រជាជនជាពិសេសគឺនៅតំបន់ឆ្ងាយដាច់ស្រយាលត្រួតពិនិត្យស្ថានភាពសាងសង់មន្ទីរពេទ្យមហារាជដុំពកឹងថឺនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់បណ្ដាប្រព្រឹត្តល្មើសត្រូវដោះស្រាយតាមសេចក្តីកំណត់ប៉ុន្តែគម្រោងការត្រូវសម្រេចសំណុំពរទីក្រុងកឹងថឺត្រូវត្រួតពិនិត្យជាបន្តនៅស្ថានភាពសាងសង់មន្ទីរពេទ្យមហារាជដុំពកនិងពិនិត្យស្ថានភាពបច្ចុប្បន្នក្នុងផ្នែកសាងសង់ត្រូវធ្វើអ្វីខ្លះគណៈគ្រប់គ្រងគម្រោងការត្រូវបញ្ជាក់ច្បាស់លាស់អញ្ជើញទៅកន្លែងពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យមហារាជដុំពកឹងថឺនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឲ្យដឹងមជ្ឈិមនិងជំនួយមន្ទីរពេទ្យដោយមានគ្រឿងចាក់និងឧបករណ៍មួយចំនួនសម្រាប់ជួយដល់ការព្យាបាលលើកទឹកចិត្តកងជួរគ្រូពេទ្យបន្តពង្រឹងជំនាញយកចិត្តទុកដាក់ថែទាំសុខភាពប្រជាជនឆ្លៀតក្នុងឱកាសនេះនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខនិងជូនអំណោយដល់អ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ